បាទក្រុមជំរាបសួរបាទពុកម៉ែបងប្អូនបាទនេះបងប្អូនអរគ្នាបាទឫស្សីក្តារសាច់បាទសំមានស្អាតខ្លះមានមិនសូវស្អាតចឹងទៅបាទថតជូនពុកម៉ែបងប្អូនទស្សនាបាទនេះមានដោះតិចដែរនេះបាទចេះសំនេះតិចនោះតិចគ្រាន់បានថតជូនបងប្អូនទស្សនាចឹងណាបាទនេះបាទដោះឡើងពេញនេះចុងបាទមើលអត់សូវយល់ទេបាទអានេះក្តារសាច់ដោះឡើងធំល្អនេះខ្នែងមានខាងក្រោមនេះទូចមួយក្តារធំហើយនេះទូចដែរបាទឃើញទេបងប្អូនហើយក្តារសាច់អត់ធំហ្មងទេបាទថោះដល់មើលកាយមិនចង់ឃើញទៀតបាទនេះបងប្អូនបាទមាននោះជាថតជូនបងប្អូនទៅបាទសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅរបស់ធម្មជាតិបាទនេះក្តារសាច់ដែរហើយស្ដាយណាគេកាត់ចង់បាត់បាទក្តារសាច់មានអីខ្លះស្អាតមិនស្អាតអីទេបងប្អូននេះមានបាច់មួយអត់ដោះដែរដោះបានប៉ុណ្ណឹងបងប្អូននេះពុកម៉ែបងប្អូនណាបាទហើយឫស្សីក្តារសាច់បាទមកបង្ហាញពុកម៉ែបងប្អូនទៀតហើយបាទហ្នឹងហើយមានຂະຫນាតខ្លះវែងຂະຫນាតខ្លះខ្លីបាទហ្នឹងហើយខ្ញុំដំបូងខ្ញុំគិតថាក្តារសាច់តទៅថ្នាំងកតាញ់អីបានមានបាទហ្នឹងហើយផ្លេចថាខ្លួនឯងរកបានណាវែងណាហើយនេះបាទហ្នឹងហើយចឹងមិនមានតែក្តារសាច់គឺមានតែថ្នាំងខ្លីទេថ្នាំងវែងក៏មានដោះដែរបងប្អូនណាបាទហ្នឹងហើយនេះគាត់ថាស្ទើរស្អាតពុកម៉ែបងប្អូនគាត់ថាខ្ញុំលើកឧទាហរណ៍គឺនេះដូចជាស្អីមួយដើមនេះខ្លីអញ្ចឹងបាទថ្នាំងណាក្នុងសាច់ហ្នឹងគឺខ្លីទេបាទខ្លីទេនេះហើយចំពោះដើមនេះគឺវែងណាបាទចូលទឹកជោគចង់ពីទឹកហើយមិនដឹងបាទហើយមានខ្នែងស្រួចល្អបាទដោះចិត្តដល់ថ្នាំងលើបាទចិត្តដល់ថ្នាំងលើបងប្អូនឃើញទេហ្នឹងហើយហើយនេះក៏វែងដែរបាទគាត់ថានេះហេតុបិញីបាទតោះនៅខាងក្រោមនេះបាទហេតុឡើងមកចេះហើយនេះបាទក៏ក្តារសាច់ដែរបាទគាត់ថាដោះដល់ក្តារបាទដោះទៅដល់ហ្នឹងអេបងប្អូនបាទបាទនេះនេះវែងដល់កនេះបាទដើមនេះក៏វែងដែរនេះតោះហើយដើមវែងដល់ហើយមួយចុងប្លាដើមនេះវែងជាងទៀតបាទទូចទេបាទចូលពីទឹកហ្នឹងតាចុងធំនេះចង់ដល់ថ្នាំងលើអត់តោះសត្វតារៀងស្ទើបងប្អូនណាបាទដោយសារយើងឃើញទៅចេះយកទៅដើម្បីបានថតជាវីដេអូជូនពុកម៉ែបងប្អូនទស្សនាខ្លះដែរបាទព្រោះរកស្អាតសុទ្ធហ្មងអត់មានវីដេអូថតទេបងប្អូនអើយបាទនិយាយដល់ត្រង់ហ្មងរកវីដេអូមិនបានថតទេចឹងតយកស្អីខ្លះមានតែកាយ៉ាវមានតែអីអត់ដោះអញ្ចឹងណាបាទមកថតជូនបងប្អូនហ្នឹងពុកម៉ែបងប្អូនទស្សនាកំសាន្តអីនេះបាទមានលក្ខណៈចេះបាទបងប្អូននេះហេតុអូនេះអត់កាយ៉ាវបាទដាក់សាច់អត់កាយ៉ាវហើយភេទហៅថា
សង្វាបាទលក្ខណៈសង្វានេះគាត់ត្រូវនេះដោះមកនៅនេះបាទតែអត់ទេឡើងមកដល់លើនេះបាទតោះមានប្រហែលខ្នែង3 4ខ្នែងបាទនឹងអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ការចូលរួមទស្សនាតាមដាននៅវីដេអូនេះបាទអរគុណជម្រាបលាបាទ